រឿងចចកកាលពីព្រេងនាយមានចចកត្រោះធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡងមួយឃើញសុទ្ធតែភក់មានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសពថ្ងៃឯកំពឹសមានប្រាជ្ញាឮចចកថាដូច្នេះហើយក៏និយាយលួងលោមចចកថាយើងទាំងអស់គ្នាសុទ្ធតែចំណីបងចចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាបងត្រូវយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសឹមស៊ីនោះទើបឆ្ងាញ់ពិសាចចកថាដូចម្ដេចនឹងយកទៅលាងបើបានច្រើនដល់ម្លេះកំពឹសថាបងចកកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំចកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសថាធ្វើដូច្នេះចូលបងឯងចូលមកដេកននាលក្នុងភក់នេះហើយយើងរាល់គ្នានឹងតាមតោងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួឯណាតែមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចោះឯចចកជាសត្វលោកហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនឹងត្រីក៏បបួលគ្នាតោងរោមចចកទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រីកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកឲ្យស៊ីឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងដឹងថាចចកជញ្ជូនអស់ហើយក៏នាំគ្នាមួយក្នុងទឹកបាត់អស់ទៅឯចចកដឹងថាកំពឹសបញ្ចោលដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំទូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហើរសេះសល់បន្តិចបបួលគ្នាមកបាចទឹកបឹងនោះឲ្យរីងនិងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់បានឲ្យពស់ថ្លាន់ធ្វើជាទំនប់អស់សត្វឯទៀតក៏បបួលគ្នាបាចសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាយើងធ្វើម្ដេចនឹងបានឲ្យសត្វទាំងអស់នេះលេងបាចទឹកកាលនោះត្រីក្រាញ់ឆ្លើយឡើងថាខ្ញុំឮគេនិយាយថាបងសុភាទុនសាយជាអ្នកមានប្រាជ្ញាចេះដោះទុកមនុស្សសត្វផងជាច្រើនណាស់ហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទុនសាយឲ្យមកជួយដោះទុកអស់យើងពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ទៅអញ្ជើញសុភាទុនសាយត្រីក្រាញ់ប្រឹងននាលទៅលុះដល់ថ្ងៃក៏ក្រៀមស្រកាអស់ដល់យប់សុភាទុនសាយចេញមករកស៊ីបានឃើញត្រីក្រាញ់ននាលដូច្នេះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទុនសាយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទុនសាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភាទុនសាយទៅត្បិតឮទាំងសត្វទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខបើអ្នកឯណាកាត់ទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខានឥឡូវមានដំរីក្របីគោរមាសរមាំងប្រើសក្តាន់ជ្រូកពស់ធំពស់តូចទាំងសត្វហើរគឺកុកក្រៀលពងគៀលខ្យងទុងទូមក្អែកទឹកប្រវឹកទាំងប៉ុន្មានបានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រីអណ្ដើកកន្ធាយស៊ីជាចំណីឲ្យអស់ពីបឹងនេះឯងបើដូច្នេះសូមបងសុភាទុនសាយអាណិតជួយដោះទុក្ខអស់បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងនេះនឹងបានល្បីកេរ្តិ៍ឈ្មោះតទៅអស់យើងនឹងតបគុណបងសុភាទុនសាយឯងយើងមិនភ្លេចគុណដរាបអស់មួយជីវិតឯទុនសាយឮត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចោះទៅប្រាប់អស់បងប្អូនកុំឲ្យភិតភ័យចាំខ្ញុំជួយដោះឲ្យរួចកុំមានចិត្តបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទុនសាយ
លុះព្រឹកប្រហៀមឡើងទៅមាត់បឹងឃើញអស់សត្វកំពុងបាចទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះមកធ្វើជាសម្បុត្រហើយស្រែកហៅអស់សត្វទាំងនោះថាបងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំត្បិតព្រះអិនលោកឲ្យខ្ញុំនាំសម្បុត្រមកប្រាប់គ្រប់គ្នាថាព្រះអិនលោកមកកាច់ជើងទ្រុំប្រមុំជើងអកកាប់ក្បាលឆ្កែចចកដកភ្លុកដំរីសអស់សត្វឮថាសម្បុត្រព្រះអិនដូច្នោះភ័យណាស់ផ្អើលបោលជន់គ្នាពៀនលើដំរីក្របីរមាសរមាំងស្ទុះបោលទៅជន់លើពោះថ្លាន់ជាទំនប់ដាច់ខ្លួនជា2ជា3កំណាត់ធ្លាយទំនប់លិចទឹកស្លាប់អស់សត្វទាំងនោះក៏ទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទុនសាយទុកសុភាទុនសាយជាគ្រូបាអាចារ្យទាំងអស់